បរិមនេះគាត់មានឈ្មោះថា Carlos Manso គាត់គឺជាចៅហ្វាយក្រុងឈ្មោះថា Yuapan នៃរដ្ឋ Michoacán គាត់ត្រូវបានក្រុមកតេល CJNG បញ្ជូនមនុស្សឲ្យទៅសម្លាប់គាត់នៅក្នុងកម្មវិធីដែលមានមនុស្សកក់គុញខ្លាំងមែនទែនដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងបើកាលពីយប់ថ្ងៃទី1ខែវិច្ឆិកាដើមខែហ្នឹងបងប្អូនមូលហេតុនៃការសម្លាប់គឺដោយសារគាត់គឺជាសកម្មជនម្នាក់ដែលតែងតែនិយាយរិះគន់ទៅកាន់ក្រុមកតេលនៅក្នុងប្រទេសមិចស៊ីកូហ្នឹងបាទហើយបងប្អូននឹងស្រាប់រដ្ឋ Michoacán គឺជារដ្ឋមួយដែលធ្វើការគ្រប់គ្រងដោយក្រុមកតេលតែក្រុមកតេលនៅពីពេញរដ្ឋមួយហ្នឹងតែម្ដងហើយគាត់តែងតែធ្វើការនិយាយប៉ះពាល់ទៅដល់ក្រុមកតេលច្រើនលើកច្រើនសារអញ្ចឹងណាបាទ CJNG បានបញ្ជូនមនុស្ស3នាក់ឲ្យទៅធ្វើការសម្លាប់ចៅហ្វាយក្រុងរូបនោះបន្ទាប់ពីធ្វើសកម្មភាពហើយជនឯកឧត្តមក៏ត្រូវបានគេបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកឯជនឯកឧត្តមត្រូវបានគេស្គាល់ឈ្មោះថា Victor Manuel អាយុ17ឆ្នាំក្មេងខ្លាំងមែនទែនហើយដៃគូរបស់គាត់2នាក់ទៀតត្រូវបានគេប្រទះឃើញសាកសពនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ទៅម្លងប្រហែលជា9ថ្ងៃក្រោយមកឃើញសាកសពគ្នាគាត់2នាក់ទៀតបាទហើយគេសន្មតថាអាចជាករណីសម្លាប់បំបិទមាត់ហើយក្រុមប៉ូលីសក៏បានរកឃើញទូរស័ព្ទនិងបានរកឃើញសារឆ្លើយឆ្លងរវាងក្រុមឃាតករជាមួយនឹងសមាជិកជាន់ខ្ពស់នៃក្រុមកតេល CJNG ដែលមានឈ្មោះថា George Amendo ឈ្មោះកាត់របស់គាត់គឺ Eldo បាទហើយក៏ឈានទៅដល់ការចាប់ខ្លួនបរិសុទ្ធនឹងផ្ទាល់តែម្ដងនៅក្នុងទីក្រុង Morella ហើយបរិសុទ្ធម្នាក់នេះត្រូវបានគេស្គាល់ថាជាមនុស្សចំណិតរបស់ El Mencho ដែលជាថ្នាក់ដឹកនាំកម្ពុជានៅក្នុងក្រុមកតេល CJNG នឹងផ្ទាល់តែម្ដង